បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូនេះជាវីដេអូទី8ហើយវីដេអូនេះដែរក្រុមការងារនឹងបង្ហាញអំពីការទាញលទ្ធផលសម្រេចបានចូលក្នុងប្រព័ន្ធមានន័យថាយើងនឹងទាញ file unit របស់ការ live ឬមួយក៏ផ្នែកពាក់ព័ន្ធនេះចូលមកក្នុងប្រព័ន្ធវិញបាទអញ្ចឹងយើងដឹងហើយថាយើងអាចរំលឹកពីសាវការមេរៀនមុនឬមួយក៏វីដេអូមុនអញ្ចឹងមានន័យថានៅពេលដើមត្រីមាសមានន័យថាប្រចាំនៅពេលដែលត្រីមាសទី1ដំណាក់កាលដំបូងបំផុតគឺយើងនឹងបញ្ចូលផែនការប្រតិបត្តិឬមួយក៏ផែនការហ្នឹងចូលទៅក្នុងប្រព័ន្ធគាត់នឹងរក្សាទុកទិន្នន័យហ្នឹងទាំងសកម្មភាពថវិកានិងសូចនាករបាទទៅតាមត្រីមាសនីមួយប្រព័ន្ធគាត់នឹងយើងនឹងទាញជា file unit មួយដែលជា file Excel ធម្មតាដើម្បីឲ្យអ្នកដែលទទួលទុកអនុវត្តសកម្មភាពទាំងអស់ហ្នឹងគាត់រាយការណ៍អំពីលទ្ធផលបាទអញ្ចឹងនៅពេលដែលរាយការណ៍លទ្ធផលហ្នឹងគឺពេលដែលយើងទាញជា file unit មានមួយ file អញ្ចឹងដល់ពេលត្រឡប់ពេលដែលពួកគាត់រៀបចំអញ្ចឹងគាត់រក្សាទុកមួយ file បើការបានមួយ file អញ្ចឹងអាចលើសពីមួយ file បាទដើម្បីយើងដើម្បីគាត់គាត់រៀបចំបាទដើម្បីគាត់ផ្ញើត្រឡប់មកឲ្យយើងវិញបាទអញ្ចឹងនៅពេលនេះគឺយើងចូលដំណាក់កាលដែលយើងត្រូវទាញបាទយើងត្រូវទាញលទ្ធផលទាំងអស់ហ្នឹងចូលមកនៅក្នុងប្រព័ន្ធយើងវិញដើម្បីបូកសរុបតារាងអបសម្ព័ន្ធកនិងខក៏ដូចជាទាញទិន្នន័យបាទអញ្ចឹងមុខងារនេះគឺយើងចង់ប្រមូលទិន្នន័យពីអ្នកពាក់ព័ន្ធហ្នឹងដើម្បីបូកសរុបជារបាយការណ៍ទិន្នន័យរបាយការណ៍សវត្ថកម្មបាទអញ្ចឹងនៅក្នុងនេះគឺដំណាក់កាលនេះគឺយើងនឹងធ្វើតាមត្រីមាសដើម្បីបញ្ចូលទិន្នន័យហ្នឹងបាទអញ្ចឹងយើងចូលមកក្នុងប្រព័ន្ធនៅពេលនេះគឺយើងអត់ចូលក្នុងអនុវត្តនៅក្នុង file unit ទេគឺយើងចូលមកក្នុងប្រព័ន្ធទិន្នន័យរបាយការណ៍សវត្ថកម្មរបស់យើងបាទអញ្ចឹងយើងចូលមកថ្នាក់មន្ទីរឬមួយការ live ដូចគ្នាទេដំណើរការដូចគ្នាខ្ញុំសូមចូលការ live បាទធ្វើការរងចាំបន្តិចអញ្ចឹងយើងបានធ្វើទៅលើមុខងារផែនការយើងបានដឹងអំពីមុខងារនៃការទាញទិន្នន័យសម្រាប់ការ live អ្នកពាក់ព័ន្ធអញ្ចឹងយើងចូលមកដល់ប្រអប់មួយទៀតគឺប្រអប់លទ្ធផលសម្រេចបានបាទនៅក្នុងលទ្ធផលសម្រេចបាននេះសូមចុចលទ្ធផលសម្រេចបានមកព្រោះយើងត្រូវការទាញទិន្នន័យនៅក្នុងប្រអប់លទ្ធផលសម្រេចបាននេះគឺយើងមាន2ប្រអប់ទី1គឺទាញទិន្នន័យទាញលទ្ធផលតាមការ live ជំនាញនិងមួយទៀតយើងចូលទៅពិនិត្យមើលបាទអញ្ចឹងតើតើយើងទាញពីតាមការ live ជំនាញនឹងមករួចរាល់ហើយបានយើងចូលទៅពិនិត្យអញ្ចឹងដំណាក់កាលដំបូងគឺត្រូវជ្រើសរើសក្របខ័ណ្ឌពេលវេលាបាទមានទី1បាទត្រីមួយទី1បន្ទាប់មកទៀតយើងទាញបាទចុចប្រអប់ទាញលទ្ធផលបាទអញ្ចឹងមកដល់ប្រអប់លទ្ធផលនេះគឺយើងនឹងឃើញផ្ទាំងមួយតែគេដាក់ថាទាញលទ្ធផលតាមការ live និងផ្នែកពាក់ព័ន្ធបាទអញ្ចឹងទី1គឺយើងត្រូវជ្រើសរើសកម្មវិធីបាទអញ្ចឹងខ្ញុំសូមជ្រើសរើសកម្មវិធីទី1បន្ទាប់មកទៀតយើងបានធ្វើការងារទៅលើកម្មាតូចបាទអញ្ចឹងយើងជ្រើសរើសកម្មាតូចបាទនេះគឺលេខកម្មវិធីតាមការកម្មវិធីអញ្ចឹងបន្ទាប់ពីជ្រើសរើសរួចរាល់អស់ហើយយើងអាចចុចទាញទិន្នន័យទាញលទ្ធផលបាទចុចមកអញ្ចឹងប្រព័ន្ធគាត់នឹងលុបផ្ទាំងមួយមកដើម្បីឲ្យយើងជ្រើសរើសអញ្ចឹងមិញយើងជ្រើសរើសយកកម្មាតូចបាទអញ្ចឹងយើងចុចលើកម្មាតូចមកបាទ file កម្មាតូចអញ្ចឹងការនេះកាលដែលយើងរក្សាទុក file unit នេះសូមអ្នករៀបចំគាត់ជួយរៀបចំទៅតាមឈ្មោះហ្នឹងមកដើម្បីយើងងាយស្រួលក្នុងការទាញទិន្នន័យហ្នឹងបាទជ្រើសរើស file ទាញអញ្ចឹងខ្ញុំយកកម្មាតូចខ្ញុំចុច open បាទធ្វើការរងចាំបន្តិចបាទអញ្ចឹងគាត់លោតផ្លាយ file up
that complete មកបានហើយជួយចឹងហើយខ្ញុំបានរៀបចំ file មួយទៀតដែលជា file របស់បឋមបាទយ៉ាងខ្ញុំជ្រើសរើសបឋមហើយខ្ញុំចុចទាញលទ្ធផលមកហើយខ្ញុំជ្រើសរើសបឋមសិក្សាបាទចឹងខ្ញុំចុច open ដូចគ្នាបាទធ្វើការរងចាំបន្តិចបាទអញ្ចឹងក៏រួចរាល់ដែរ update complete ហើយបាទអញ្ចឹងសួរថាដល់ពេលយើងបញ្ចូលហ្នឹងបាទករណីទី1យើងអាចបញ្ចូលម្ដងមកតាមអង្គភាពគាត់ផ្ញើមកម្ដងយើងបញ្ចូលមួយម្ដងមួយក៏បានឬមួយក៏យើងចាំបញ្ចូលម្ដងគ្រប់អ្នកពាក់ព័ន្ធម្ដងក៏បានអាហ្នឹងអាស្រ័យលើរៀបចំនេះបាទអញ្ចឹងដល់ពេលបញ្ចូលហើយសួរថាទៅមើលលទ្ធផលនៅណាបាទអញ្ចឹងយើងទៅទំព័រដើមនៅទំព័រដើមនេះគឺយើងនឹងត្រឡប់មកវិញកន្លែងផ្ទាំងលទ្ធផលសម្រេចបានអញ្ចឹងយើងអត់ចូលទៅទាញទៅទេគឺយើងចូលទៅពិនិត្យបាទនៅពេលដែលចូលពិនិត្យប្រអប់ពិនិត្យគាត់មានមុខងារ2ទី1គឺពិនិត្យសកម្មភាពនិងថវិកានិងមួយទៀតពិនិត្យសូចនាករនិងចំណេញដែរបាទអញ្ចឹងអស់លោកស្រីអាចយើងចូលទៅពិនិត្យមើលសកម្មភាពមុនទៅបាទយើងចុចមកសកម្មភាពបាទធ្វើការរងចាំបន្តិចដោយសារតែប្រព័ន្ធនេះក៏ត្រូវការទៅទាញទិន្នន័យពីកន្លែងរក្សាទុកបាទតើតាមត្រីមីនីមួយហ្នឹងក៏ទៅទាញផលិតផលចេញពីកន្លែងរក្សាទុកមកបាទនេះគឺយើងទាញមកបានហើយគឺនេះគឺអ្វីដែលយើងបានបញ្ចូលបាទយើងបានបញ្ចូលពីក្នុង file unit គាត់បានទាញចូលមកហើយបាទថវិកាអីផ្សេងនេះបាទមូលហេតុហើយខ្ញុំក៏បានទាញបឋមចូលមកដែរនេះគឺជាទិន្នន័យដែលខ្ញុំបានរៀបចំសម្រាប់បឋមបាទអញ្ចឹងរៀបរាល់បាទអញ្ចឹងយើងនៅមានផ្នែកផ្សេងទៀតអញ្ចឹងគាត់អាចបញ្ចូលមកឲ្យគ្រប់មកបាទអញ្ចឹងនេះជាការទាញបាទអញ្ចឹងយើងអាចត្រឡប់ទៅវិញបាទហើយយើងទៅពិនិត្យមើលសូចនាករបាទនេះគឺជាសូចនាករយើងបានហើយបាទនេះជាលទ្ធផលដែលយើងបានបញ្ចូលបាទមកហើយបាទអញ្ចឹងវីដេអូសម្រាប់ការទាញទិន្នន័យនេះគឺមានប៉ុណ្ណឹងបាទហើយខ្ញុំសូមទៅទំព័រដើមហើយសម្រាប់វីដេអូនៃការវិធីសាស្ត្រនៃការទាញទិន្នន័យបានចប់សពគ្រប់ហើយសូមអរគុណសម្រាប់ការតាមដានបាទ